Hello guys មកកាន់ការស្មារតីរឿងខ្ញុំដល់ទីដែរចង់ប្រាប់អ្នកគ្នាថាគឺ sorry ខ្លាំងតែមួយរយៈនេះបានជារឿងទៅដោយសារតែ live ពុលអើយយ៉ាពុលមេរៀនពុលខ្លាំងមែនតើដោយសារតែវិញ្ញាសារឿងប្លោះគឺពេញខួរខ្ញុំពេញពើបដែរម្ដងចង់ប្រាប់ថាមួយខែនេះខ្ញុំត្រូវប្លោះឡើង3ដងគ្នាយើងដូចជាប្លោះ online ផងប្លោះឈរមាផងឥឡូវមកចេញអាណានៃថ្ងៃទី6ហ្នឹងគឺត្រូវប្លោះថ្នាក់ជាតិទីដែរអូយឈឺក្បាលខ្លាំងមែនតើគ្នាយើងអើយសុំគុំប្រកាន់ខ្ញុំអីណោះតោះឥឡូវយើងចូលសាច់រឿងយើងតែម្ដងទៅហើយចង់ប្រាប់ថាខ្ញុំនិយាយឡើងបាយសលេងនេះអើយគ្នាយើងមកស្ដាប់អត់បានអីកុំប្រកាន់ខ្ញុំឯណាអើយតមកគឺចូលសាច់រឿងយើងភ្លាមគឺកូនស្រីយើងមិនដើរទៅជាមួយមិត្តភ័ក្តិគេពី3នាក់ទៅហើយតមកអើយពេលនោះមិនសុថាអេហើយចង់ណាអើយយុប៊ីនចឹងទៅហើយតមកគឺកូនស្រីយើងក៏មិនឆ្លើយថាអើយគាត់អត់តមែនមកទេដោយសារតែគាត់ហ្នឹងគឺមានរវល់ចឹងទៅចាស់សុំនិយាយកាត់ទីអីតមកគឺយ៉ាស់បង្ហាញពីយុប៊ីនតសែនស្រស់សង្ហារបស់យើងនេះឯងគឺគាត់កំពុងតែអង្គុយនិយាយថាអត់មានអីនិយាយអីមកទេហើយតមកគឺគាត់ក៏បានដើរចេញពីកៅអីចឹងទៅហើយអត់ដឹងដល់ទៅរកណាគេទេហើយគ្នាយើងមើលទៅស្បែកជើងឬក៏មើលតែពណ៌ស្បល់ហ្នឹងក៏ដឹងដែរថាគាត់ដើរទៅរកណាគេចឹងថាដល់ទៅរកthe bottom យើងហ្នឹងឯងគឺបង Yubin sorry guys sorry ខំមែនតើបង Lido J ហ្នឹងឯងតមកគឺបងប្អូនយើងក៏មានសួរទៅឆ្ងល់ថាតើអ្នកមានអ្វីដែលចង់និយាយជាមួយខ្ញុំមែនដែរទេវាមិនដែរអត់ទេតមកគឺ Yubin យើងហ្នឹងក៏មានជ្រួញចោលហើយបាននិយាយថាហេអ្នកគូតែបញ្ឈប់វាភ្លាមទៅយុប៊ីហ្នឹងគឺចង់មានថាមិនដែរគ្នាយើងយល់ទេមកដល់ភ្លាមប្រាប់ឲ្យគេឈប់ភ្លាមអូខេអត់ដឹងរ៉ាលីងអីទេតាមខ្ញុំទេប្រហែលជារឿងប្រាប់ថាកុំបោកប្រាស់ទំនុកចិត្តមិត្តភក្តិខ្ញុំចង់ថាមិត្តភក្តិខ្ញុំមានតែមួយទៅទេគាត់ធ្វើបោកគ្នាអីអានេះតាមការគេទេណាតែមកគឺយ៉ាយុប៊ីហ្នឹងក៏បាននិយាយតថាតើអ្នកកំពុងតែធ្វើដូចម្ដងមែនទេខ្ញុំកំពុងប្រាប់អ្នកឲ្យឈប់លេងសើចជាមួយនឹងហ្វុនអន្តៈទៀតទៅអូខេដូចគ្នាយើងដូចខ្ញុំនិយាយអត់ទេស្ទើរតែថាគេមានជាការ take care ជាមួយនឹង best friend គេចឹងទៅតមកគឺកូនប្រុសយើងក៏បាននិយាយថាអ្វីតមកកូនប្រុសយើងក៏បានសម្លងទៅមើលយុប៊ីនហើយនិយាយថាតើខ្ញុំបានបោកគាត់លេងនៅពេលនេះចង់និយាយថាការភ្លេងហ្នឹងមើលទៅដូចមានអារម្មណ៍ថា fake មកនេះគ្នាយើងដូចមានចំហាយ fake និយាយថាកុំជឿពាក្យបរោះអីគ្នាយើងហើយតមកគឺយុប៊ីនយើងក៏មាននិយាយថាច្រែកចំទាលឡែថាអ្នកកំពុងធ្វើវាឥឡូវនេះជាមួយគាត់អ្នកមិនត្រឹមតែជួបគាត់អន្តៈប៉ុណ្ណោះទេប៉ុន្តែអ្នកក៏មានជួបមនុស្សដទៃទៀតដែរឃើញគេអត់ខំមិនគេមែនប៉ុន្តែមានគេយកហើយណាគេមកថាឲ្យដល់កន្លែងជាងមែនយកថាដាក់ទៅកូនដាក់ទៅដាក់ខ្លះទៅឲ្យវារៀងតែមកគឺកូនប្រុសយើងហ្នឹងក៏យ៉ាគេដាក់ចំចំណុចក៏មានជាការស្ងាត់មាត់ឈឹងនិយាយអីនេះចឹងទៅមែនបើសិនជាមានចូលទៅប្រហែលជាដាក់ស្បែកជើងពីស្បែកជើងលេងដែរដោយសារតែមុខចង់ឲ្យច្រើនចឹងទៀតយីមែនតែមកគាត់ក៏មាននិយាយថានោះហើយជារបៀបដែលខ្ញុំធ្វើអ្វីហើយយោងតាមការដែលខ្ញុំដឹងអ្នកក៏មានជីវិតផ្ទាល់ខ្លួនដ៏រញ៉េរញ៉ៃដូចខ្ញុំដែរអ្នកក៏ស្ថិតក្នុងស្ថានភាពបែបនេះដែរមែនដែរទេតែមកគឺយុប៊ីនយើងហ្នឹងក៏មាននិយាយថាយ៉ាងហោចណាស់ខ្ញុំគឺមកលេងសើចជាមួយនរណាម្នាក់ដែលខ្ញុំចូលចិត្តទេហើយធ្វើឲ្យពួកគេយល់ច្រឡំដោយអ្នកកំពុងធ្វើនៅពេលនេះចង់និយាយថាមានជាការឌឺដងគ្នាទៅវិញទៅមកចឹងទៅហើយមួយคนប្រុសយើងនេះធ្វើចរិតអូននេះថាមានជាការក្មួយខ្លាំងមែនតើតែមកគឺកូនប្រុសយើងក៏មាននិយាយថាសើចទីចឹងទៅហើយគាត់ក៏មាននិយាយថាតើអ្នកលេងជាមួយពួកគេបន្ទាប់ពីអ្នកយកបន្ទាប់ពីពួកគេយល់ព្រមជាមួយអ្នកមែនទេមានអ្វីដូចនេះតែមកគឺយុប៊ីញហ្នឹងក៏មានស្លក់ទៅកាន់កូនប្រុសយើងឲ្យបាននិយាយថាហេខ្ញុំប្រាប់អ្នកឲ្យឈប់ធ្វើវាមុនពេលដែលខ្ញុំសម្រាប់អ្នក Oh my god យ៉ាប្តឹងប៉ូលីសហើយគ្នាយើងតែថាលេខមែនយ៉ាងថាមានជាការឈានដល់ការចង់សម្រាប់គ្នាតែមកគឺកូនប្រុសយើងក៏មាននិយាយថាតើអ្នកចូលចិត្តខ្វល់អន្តៈមែនទេនោះជាប្រតិកម្មជាច្រើនសម្រាប់អ្នកចង់និយាយថាបើសិនជាគាត់អាចយកទៅចាំយ៉ាម៉ែប្រាប់គេមិនចូលចិត្តគ្នាទេគេជា best friend ណាតែមកគឺយុប៊ីហ្នឹងក៏មានជាការខាន់ស្គ្រឹះថ្មីយ៉ាងទៅតែមកគឺយុប៊ីមកនិយាយថាមិនពិតសោះកុំបញ្ចេញពាក្យមកសំហេតុផលបែបនេះចង់និយាយថាបើគេសួរថាស្រឡាញ់គ្នាអត់ទេបើសិនជាគេសួរថាស្អប់គ្នាអត់ទេចង់ថានេះគឺជាមិត្តភាពពិតតែមកគឺកូនស្រីយើងហ្នឹងsorry អ្នកគ្នាបើទៅឆ្លងមកលោចឹងយុវហ្នឹងក៏បាននិយាយថាយ៉ាងណាក៏ឲ្យខ្ញុំកំពុងតែប្រមានអ្នកឈប់ធ្វើឲ្យខ្វល់អន្តៈយកច្រឡំទៀតទៅនិយាយថាគេប្រមានណាតែមកកូនប្រុសយើងហ្នឹងក៏មានជាការស្ងាត់ឈឹងហាស្ដីនិយាយលេងចេញទៅដោយសារតែមិត្តភក្តិគេមកគម្រាមមួយទាំងមូលណាតែមកក៏មានកាត់ទៅនិយាយថាកន្លែងហ្នឹងគឺអត់មានសោះទេគឺគេក៏បានចេញមកហើយចង់និយាយថា Oh my god និយាយថារៀងអេមិនក៏ចង់និយាយថាមើលពីក្រោយទៅគឺឡើងនិយាយថាតំណងមកគ្នាតំណងអីគេចង់ថាតំណងគួរឲ្យស្រឡាញ់គួរឲ្យចង់មើលគួរឲ្យចង់គយគុណតែមកគឺកូនរបស់យើងក៏បានគេថា
វាហាក់ដូចជាពួកទាំងពីរអ្នកទាំងពីរមិនបានឆ្លាញ់គ្នាទេតែមកគឺយុប៊ីនយើងហ្នឹងក៏មានដើរទៅកន្លែងតុកបាយទៅកូនស្រីយើងឃើញក៏បានថាហេយុប៊ីនមកនេះមកខ្ញុំក៏មានទិញអាហារសម្រាប់អ្នកដែរតែមកគឺយុប៊ីនយើងហ្នឹងក៏មានរត់ទៅអង្គុយឆ្វីងចឹងទៅថាចូលទៅអង្គុយញ៉ាំអាហារដែលកូនស្រីយើងបានត្រៀមទុកចឹងណាកូនស្រីយើងក៏មានញ៉ាំបដាមើលបដាថាបានសួរបដាថាមានរឿងអ្វីជាមួយនឹងមុខរបស់អ្នកហេតុអីបាននិយាយថាកំមើរហូតឡើងនិយាយថាឡើងចេញជ្រួញចេញយ៉ាងណាតែមកគឺយុប៊ីនយើងហ្នឹងមានជាការភ្នែកស្លើតែម្ដងដោយសារតែហើយគាត់បាននិយាយថាអ្នកគ្នាគួរចង់សើចឡើងមែនតើហើយហ្នឹងកូនស្រីយើងហ្នឹងបានសួរចឹងហើយយុប៊ីនក៏បាននិយាយថាខ្ញុំបានលើពាក្យគួរឲ្យស្អប់ខ្ពើមនៅតាមផ្លូវតែមកគឺកូនស្រីយើងហ្នឹងមានជាការចង់ដឹងថាឬអីគេតើវាជាអ្វីទៅជឿថាខ្ញុំផងនិយាយថាមើលយុប៊ីនយើងទៅគឺគាត់ក្តាប់ដាច់អាឡើងពេញហ្នឹងហើយគាត់ក៏មានដល់កូនស្រីយើងម្ដាយចឹងទៅហើយគ្នាយើងតមកគឺយុប៊ីនបាននិយាយថាទាំងអស់នេះដោយសារតែអ្នកឯងគ្រាន់តែអ្នកឯងទៅទិញអាហារតមកគឺយ៉ាកូនស្រីយើងបានថានេះជាអ្វីហេតុអ្វីបានជាអ្នកបញ្ចេញវាមកលើខ្ញុំអញ្ចឹងតមកគឺយុប៊ីនហ្នឹងក៏មានស្រ័យទាំងខ្លះថាហេតុអ្វីត្រូវចង់ថាកន្លែងនៅកូនស្រីយើងហ្នឹងធ្វើឲ្យយុប៊ីននេះខឹងខ្លាំងមែនទែនហើយយុប៊ីនហ្នឹងក៏សម្រួលអារម្មណ៍មកវិញចឹងទៅដោយសារឯងប្រាប់មែនថាមិនឯងប្រាប់បានថាឲ្យប្តីរបស់មិត្តភក្តិយើងហ្នឹងមកធ្វើបាបយើងចឹងទេតែមកគឺយុប៊ីនយើងបាននិយាយថាដូចជាមនុស្សល្ងងគាត់ដូចជាមនុស្សល្ងងនៅពេលណាដែលខ្វល់អន្តៈចូលចិត្តណាម្នាក់ត្រូវពេលយូរដើម្បីកាត់ចេញតែមកគឺកូនស្រីយើងក៏បានញ៉ាំហើយបាននិយាយថាតែមានរឿងដែលនិយាយជាមួយខ្ញុំអ្នកគិតថាខ្ញុំស្រួលមែនទេមានជាការនិយាយថានិយាយទៅប៉ុន្តែមកហ្នឹងញ៉ាំរហូតតែម្ដងតែមកគឺកូនស្រីយើងបានគិតថាខ្ញុំប្រកាសថាគាត់នឹងមិនបោះបង់ខ្ញុំដូចនេះទេតែមកគឺយុប៊ីនខ្ញុំបានថាប្រហែលជាមនុស្សល្ងងម្នាក់នេះតែមកគឺអ្នកនិពន្ធដែរណានិពន្ធឃើញតែហូបឆ្ងាញ់រហូតយ៉ាងថាបើអត់ហូបបាយឃ្លីងាប់ទេគាត់បាននិយាយថាខ្ញុំគួរតែនៅឆ្ងាយតែមកគឺនឹងជាការស្ញែងនិយាយនឹងជាយ៉ាងទៅហើយក៏មានសម័យទៅដល់រូបភាពជាមួយនឹងនិយាយថាមិត្តភក្តិខ្លួនឯងជាមួយនឹងឌីដូជេចឹងទៅតែមកគឺកូនស្រីយើងហ្នឹងបាននិយាយថា sorry ខំមែនទេបើថាកូនស្រីចឹងកូនស្រីមែនកូនស្រីទេគឺយុប៊ីនមែនថាជាក់ស្ដែងខ្ញុំនឹងឌីដូជេដូចគ្នាមួយចំនួនប៉ុន្តែមើលមុខអូខេតែមកគឺយុប៊ីនបាននិយាយថាទោះបីរឿងនេះក្តីក៏ដោយខ្ញុំក៏មិនដឹងថាគាត់កំពុងគិតអ្វីទេដោយថារឿងហ្នឹងមានជាការវល់ទៅតែម្ដងហើយអ្នកសម្រាយនេះគឺខានសម្រាយប្រហែល2ថ្ងៃគឺផ្លេចឈ្មោះទូអស់ចង់ឲ្យហើយក្បោះខ្លាំងមែនតែគ្នាយើងចង់ថា sorry នោះនេះមែនតែប្រហែលជាមួយរយៈនេះខ្ញុំក៏អត់សូវបានជឿរឿងមកដែរដោយសារតែមើលឆោមីខ្ញុំហ្នឹងគឺត្រូវប្រឡងថ្ងៃទី15ឲ្យគ្នាយើងឥឡូវហ្នឹងគឺនៅសល់តែ3ថ្ងៃទៀតទេនិយាយថាអត់មានពេលទៅនេះតែម្ដងហើយបើសិនជាប្រឡងថ្នាក់ជាតិចុះទៅគឺខ្ញុំត្រូវប្រឡងថ្ងៃទី6ខែក្រោយហ្នឹងហើយគ្នាយើងកុំប្រកាសខ្ញុំឯណោះបើសិនជានិយាយថាជិះរឿងមួយថ្ងៃបាត់មួយថ្ងៃមានមួយថ្ងៃចឹងទៅថាបើសិនខ្ញុំប្រឡងហើយខ្ញុំនឹងចេញមួយថ្ងៃមកភាគឲ្យគ្នាយើងហើយចង់និយាយថាsorry ខំតែចំពោះសលេងខាងដោយសារតែនិយាយថាខ្ញុំសម្ហាយទៅវាក្បែរបងខ្ញុំវាកំពុងលៀងចានគ្នាយើងឬព្រុងប្រាំងទៅពេលហ្នឹងហើយចង់និយាយថា goodbye អ្នកគ្នាសំណាងល្អណាស់បាយបាយ